នេះមកបងប្អូនអរគ្នាយើងថ្ងៃនេះយើងទៅវត្តរបស់គ្នានេះក្នុងឆ្នាំទៅវត្តបានតែម្ដងនេះសម្រាប់តែខ្ញុំអត់ប្រព័ន្ធគេនាំបាននាំយើងទៅធ្វើប៉ុនវត្តបានមួយថ្ងៃដែរទៅពេលដែលចង្ហាន់ព្រឹកទៅជាមួយបងប្អូនទាំងអស់គ្នាតែចង្ហាន់ពេលព្រឹកនេះមិនសូវជាមាននៅប្រមាណដែរតែពេលថ្ងៃឃើញមានមនុស្សច្រើននេះខ្ញុំទៅចង្ហាន់ពេលព្រឹកបងប្អូនយើងគាត់មិនតន់ជាសិនមកបើនៅតាមទឹកស្រែវិញស្មាននេះអីមនុស្សពេញវត្តអត់ហើយតែនេះខ្ញុំទៅពេលព្រឹកមិនសូវជាមានមនុស្សប្រមាណមនុស្សស្បើយតែដល់ពេលខ្ញុំចេញមកវិញហើយមនុស្សឡើងណែនវត្តអានេះពេលព្រឹកទៅមានប្រមាណនៅវត្តផ្សារបណ្ដាយើងនេះដូចបងប្អូនបានឃើញនេះទស្សនវិជ្ជាស្រមនៅវត្តផ្សារបណ្ដាយើងពេលព្រឹកព្រលឹមពេលចង្ហាន់ថ្ងៃចង្ហាន់ពេលព្រឹកនេះបន្ទាប់ពីខ្ញុំដាក់ចង្ហាន់រួចហើយខ្ញុំក៏ឆ្លៀតថតបន្តិចដើម្បីឲ្យបងប្អូនយើងមើលអ្នកដែលបានទៅវត្តហ្នឹងក៏មើលតាមនឹងបាន